ប៉ុនប្រកាសផែនការដាក់ប្រព័ន្ធមីស៊ីលលើកោះយ៉ូណាគូនីនៅឆ្នាំ2030តាមការចុះផ្សាយរបស់ Mainichi Shimbun នៅថ្ងៃទី24ខែកុម្ភៈរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Shinjiro Koizumi បានប្រកាសថារដ្ឋាភិបាលមានផែនការដាក់កងមីស៊ីលការពារអាកាសលើកោះយ៉ូណាគូនីក្នុងឆ្នាំសារពើពន្ធ2030លោកបានបញ្ជាក់ថាការកំណត់នេះអាចផ្លាស់ប្ដូរបានអាស្រ័យទៅលើការរីកចម្រើននៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែបច្ចុប្បន្នឆ្នាំ2030គឺជាគោលដៅផ្លូវការប្រព័ន្ធដែលគ្រោងនឹងដាក់គឺ03 Chusan ឬមីស៊ីលការពារអាកាសចម្ងាយមធ្យមប្រភេទ03ដែលអាចស្ទាក់ចាប់យន្តហោះនិងមីស៊ីលបាឡីស្ទិកមួយចំនួនសូមជម្រាបជូនថាយ៉ូណាគូនីគឺជាកោះខាងលិចបំផុតរបស់ជប៉ុនដែលមានទីតាំងនៅជិតតៃវ៉ាន់និងស្ថិតនៅក្នុងតំបន់ដែលមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រនៅភាគនិរតីការដាក់ប្រព័ន្ធមីស៊ីលនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្របដូរទិសការពារទៅភាគនិរតីដែលជប៉ុនបានចាប់ផ្ដើមអនុវត្តចាប់តាំងពីឆ្នាំ2016ដោយបើកមូលដ្ឋានកងទ័ពជើងគោកនិងដាក់កងត្រួតពិនិត្យតាមតំបន់ឆ្នេរសមុទ្របើតាមផែនការនេះទំនងបង្ហាញពីការពង្រឹងសមត្ថភាពការពារខ្លួនឯងរបស់ជប៉ុនក្នុងបរិបទសន្តិសុខតំបន់ដែលកំពុងមានការប្រែប្រួលលឿនម្យ៉ាងទៀតវាក៏បង្កើនការព្រួយបារម្ភពីភាគីជិតខាងនិងការបង្កើតសំណួរអំពីតុល្យភាពសន្តិសុខក្នុងតំបន់ការរៀបចំកិច្ចប្រជុំជាមួយនឹងប្រជាពលរដ្ឋនៅថ្ងៃទី2ខែមីនាបង្ហាញថារដ្ឋាភិបាលជប៉ុនកំពុងព្យាយាមបញ្ជាក់និងទទួលយកមតិសាធារណៈមុនពេលអនុវត្តគម្រោងធំមួយដែលអាចប៉ះពាល់ដល់សហគមន៍ក្នុងតំបន់ដោយសង្ខេបផែនការនេះទំនងមិនត្រឹមតែជាវិធានការយោធាប៉ុន្តែជាចំណុចសំខាន់មួយក្នុងយុទ្ធសាស្ត្រសន្តិសុខរយៈពេលវែងរបស់ជប៉ុនក្នុងតំបន់ Indo-Pacific